ផ្ទះប៉ិតពីរខ្នងផ្ទះប៉ិតជាប្រភេទផ្ទះដែលមានមេដំបូលផ្គុំឡើងដោយផ្ទាំងដំបូលមានចំនួន4ផ្ទាំងមានជម្រាលស្មើគ្នានិងពុំមានហោជាងនៅផ្នែកណាមួយនៃដំបូលឡើយជាទូទៅបើយើងសង្កេតមើលទៅលើប្លង់ផ្ទះប៉ិតដែលមានតែមួយខ្នងឃើញថាទ្វារមិននៅលើជ្រុងខ្លីទេគឺនៅលើជ្រុងវែងគេអាចពង្រីកផ្ទះប៉ិតបានច្រើនជាង2ខ្នងរហូតដល់5ខ្នងក៏មានដើម្បីឲ្យយល់ពីអត្ថន័យផ្ទះប៉ិតនេះឲ្យកាន់តែច្បាស់ជាដំបូងយើងក៏បីស្វែងយល់ន័យរបស់ពាក្យផ្ទះប៉ិតនេះជាមុនសិនដែលតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាតបានឲ្យយើងដឹងថាពាក្យថាផ្ទះមានន័យសំដៅដល់លំនៅឋានរបស់មនុស្សដែលសង់ឡើងដោយឈើដោយឥដ្ឋជាដើមមានប្រក់ស្លឹកស្បូវឬក្បឿងទៅតាមសមត្ថភាពនិងចំណូលចិត្តរបស់ម្ចាស់ផ្ទះចំណែកឯពាក្យថាប៉ិតមានន័យថាកាត់ឬចិត្តបញ្ឆិតជម្រាលទៀបចោះជាងផ្នែកម្ខាងទៀតតាមរយៈអត្ថន័យពាក្យទាំងពីរនេះផ្ទះប៉ិតជាប្រភេទផ្ទះខ្មែរមួយបែបដែលមានសន្តានដូចគ្នានឹងប៉ិតត្រង់ចុងមេដំបូលទាំងសងខាងយ៉ាងណាមិញផ្ទះប៉ិតមានវត្តមានក៏ដូចជាដំណើរប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជាជាយូរលង់ណាស់មកហើយដោយឃើញពីតម្លៃនៃប្រវត្តិនិងស្ថាបត្យកម្មរាល់សំណង់ចាស់ៗដែលជាគេដំណើរបន្សល់ទុកពីអ្នកចំនួនមុនព្រមទាំងមានចិត្តចង់ស្វែងយល់អំពីបច្ចេកទេសសាងសង់និងដើម្បីបន្តអភិរក្សរាល់សំណង់ចាស់ៗទាំងនោះបន្តទៀតហេតុដូច្នេះហើយបានជាក្រុមរបស់យើងខ្ញុំបានជ្រើសរើសនៅប្រភេទផ្ទះប៉ិតពីរខ្នងដែលផ្ទះប៉ិតនេះមានលក្ខណៈពិសេសជាងផ្ទះប៉ិតដទៃទៀតដែលមានលក្ខណៈស្ថាបត្យកម្ម3សាសរួមបញ្ចូលគ្នាគឺបារាំងចិននិងខ្មែរផ្ទះប៉ិតពីរខ្នងនេះមានទីតាំងស្ថិតនៅភូមិអញ្ចាញលើឃុំពុកឫស្សីស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលដែលមានចម្ងាយប្រមាណ30គីឡូម៉ែត្រពីរាជធានីភ្នំពេញបើយើងធ្វើដំណើរចេញពីព្រះបរមរាជវាំងឆ្ពោះទៅកាន់ភាគខាងជើងនៃរាជធានីភ្នំពេញដោយឆ្លងកាត់ស្ពានជ្រោយចង្វានិងបន្តដំណើរតាមផ្លូវលេខ 6A ដោយឆ្លងកាត់ស្ពានព្រៃតាមាសយើងត្រូវបត់ស្ដាំតាមផ្លូវបេតុងលេខ380ចម្ងាយ 2.3 គីឡូម៉ែត្រយើងនឹងទៅដល់វត្តពិជ័យរាំងសីរួចបត់ស្ដាំប្រមាណ300ម៉ែត្រយើងនឹងទៅដល់ទីតាំងសិក្សាដែលនេះគឺជាផ្ទះប៉ិតពីរខ្នងតាក់ទងពីប្រវត្តិផ្ទះប៉ិតនេះយើងត្រូវបង្វែរពេលវេលាទៅកាន់សតវត្សទី20ក្នុងពេលនោះកម្ពុជាកំពុងស្ថិតក្នុងសម័យអាណានិគមនិយមបារាំងដែលតាមពួកបារាំងនេះហើយបាននាំយកនៅអរិយធម៌បារាំងក្នុងនោះក៏បាននាំយកនៅរចនាបថសំណង់អគារបែបបារាំងចូលមកកម្ពុជាផងដែរផ្ទះប៉ិតពីរខ្នងនេះត្រូវបានសាងសង់ឡើងនៅសតវត្សទី20ក្នុងសម័យអាណានិគមនិយមបារាំងដោយយើងសង្កេតទៅលើរចនាបថស្ថាបត្យកម្មព្រមទាំងមានការអះអាងរបស់ម្ចាស់ផ្ទះផងដែរបើទោះបីជាយើងពុំបានដឹងពីការបរិច្ឆេទច្បាស់លាស់ក៏ដោយតាក់ទងនឹងរឿងរ៉ាវអំពីផ្ទះប៉ិតនេះបើតាមលោកយាយសនគឹមប៊ីដែលជាម្ចាស់ផ្ទះបានឲ្យដឹងថាផ្ទះប៉ិតពីរខ្នងនេះបានបន្សល់ទុកតាំងពីសម័យអាណានិគមមកដល់បច្ចុប្បន្នឆ្លងកាត់3ជំនាន់មកហើយពោលគឺជំនាន់ជីតារបស់លោកយាយជំនាន់អ្នកម្ដាយរបស់លោកយាយនិងមកដល់ជំនាន់លោកយាយសប្តាហ៍ថ្ងៃនេះផ្ទះនេះដើមឡើយជីតារបស់លោកយាយដែលជាជនជាតិចិនរស់នៅផ្ទះនេះប្រកបរបរជ្រលក់ក្រណាត់និងមានអ្នករស់នៅជាមួយជាច្រើននាក់លុះពេលដែលជីតារបស់លោកយាយចែកឋានទៅរបរជ្រលក់ក្រណាត់នេះពុំមានអ្នកបន្តវិញទេដោយកូនចៅចំនួនក្រោយប្រកបរបរធ្វើស្រែចម្ការវិញលោកយាយក៏បានបញ្ជាក់ទៀតថាជីតារបស់លោកយាយបានចែកឋានទៅក្នុងជនមាយុ91វស្សាដែលក្នុងពេលនោះលោកយាយទើបតែមានអាយុ10ទៅ11ឆ្នាំប៉ុណ្ណោះក្នុងពេលប្រទេសមានសុខសន្តិភាពក្នុងសម័យសង្គមរាស្ត្រនិយមផ្ទះនេះពុំមានរងការខូចខាតឡើយលុះចូលដល់សម័យលន់នល់ផ្ទះនេះរងការខូចខាតដោយសារក្របផ្លោងធ្វើឲ្យមានការបាក់បែកផ្នែកខាងមុខអស់ជាច្រើនលុះចូលដល់សម័យខ្មែរក្រហមក្រុមគ្រួសាររបស់លោកយាយត្រូវបានពួកខ្មែរក្រហមជម្លៀសចេញហើយខ្មែរក្រហមបានយកផ្ទះនេះមកកាន់កាប់ដោយបែងចែកលំហផ្នែកខាងក្រោមធ្វើជាឃ្លាំងម៉ាស៊ីនរោងដំបាញ
និងប្រើប្រាស់ផ្នែកខាងលើជាកន្លែងកុមារស្នាក់នៅក្រោយរបបសម័យខ្មែរក្រហមលោកយាយបាននាំក្រុមគ្រួសារត្រឡប់មករស់នៅផ្ទះនេះវិញក្រោយពីបានដឹងពីសាវតានៃផ្ទះប៉ិតពីខ្នងនេះរួចមកជាបន្ទាប់ខ្ញុំសូមនាំប្រិយមិត្តមកដឹងពីលក្ខណៈស្ថាបត្យកម្មផ្ទះប៉ិតនេះវិញម្ដងផ្ទះប៉ិតនេះមានប្រវែងទទឹង12ម៉ែត្របណ្ដោយ 27.5 ម៉ែត្រនិងមានសសរនៅជួរទទឹង4ជួរនិងជួរបណ្ដោយ12ជួរ3ជួរខាងមុខជាសសរបេតុងហើយ9ជួរទៀតជាសសរដែលធ្វើឡើងពីឈើផ្ចឹករាងមូលមានអង្កត់ផ្ចិត250មីលីម៉ែត្រសសរត្រូវបានជាងគាត់ដាក់កុលចុះក្រោមហើយចុងឡើងទៅលើចំពោះជើងតាងមានរាងមូលមានអង្កត់ផ្ចិត480មីលីម៉ែត្រកម្ពស់400មីលីម៉ែត្រនៅខាងក្រោមផ្ទះមានបន្ទប់មួយសម្រាប់ដាក់សម្ភារៈដែលមានផ្ទៃក្រឡា13ម៉ែត្រការ៉េបន្ទប់នេះស្ថិតនៅខាងក្រោមនៃយ៉រខាងមុខផ្ទះក្រៅពីនេះសុទ្ធតែជាលំហធំទូលាយដោយតាមប្រសាសន៍របស់លោកយាយម្ចាស់ផ្ទះបានឲ្យដឹងថាគាត់បានទុកលំហខាងក្រោមនេះសម្រាប់ដាក់សម្ភារៈដូចជាគ្រឿងម៉ាស៊ីននិងសម្ភារៈផ្សេងៗលើសពីនេះដោយសារវាមានលំហខ្យល់ចេញចូលត្រជាក់ល្អទើបយើងសង្កេតឃើញមានគ្រែទុកសម្រាប់អង្គុយលេងថែមទៀតផងមកដល់ជាន់ទី1យើងសង្កេតឃើញមានយ៉រនៅផ្នែកខាងមុខដែលមានផ្ទៃក្រឡា13ម៉ែត្រការ៉េនិងមានជណ្ដើរនៅផ្នែកសងខាងនៃយ៉រដែលត្រូវបានក្រាលដោយកម្រាលបេតុងចំពោះផ្នែកខាងក្នុងវិញយើងសង្កេតឃើញថាគេរចនាដោយបើកលំហធំទូលាយចំពោះសម្ភារៈក៏ខុសពីផ្នែកផ្សេងៗនៃផ្ទះដោយគេជ្រើសរើសយកឥដ្ឋការ៉ូយកមកប្រើប្រាស់នៅជាន់នេះយើងឃើញមានទ្វារចំនួន8ដោយខាងក្នុងមាន4ខាងក្រៅមាន2និងខាងក្រោយមាន2និងមានបង្អួចចំនួន14ចំពោះផ្នែកខាងក្នុងគេពុះចែកបន្ទប់ជា4ដោយបន្ទប់នោះត្រូវបានប្រើប្រាស់ដោយក្តារបន្ទះធ្វើជាជញ្ជាំងហ៊ុមព័ទ្ធជុំវិញរីឯផ្នែកខាងក្រោយផ្ទះវិញឃើញមានជណ្ដើរបេតុងសម្រាប់ឡើងមកពីចំហៀងដែលមានយ៉រនៅកណ្ដាលក្រាលពីបេតុងដូចយ៉រនៅខាងមុខដែរដើម្បីភ្ជាប់ផ្ទះពីផ្នែកខាងមុខមកចង្ក្រានបាយផ្នែកខាងក្រោយផ្ទះប៉ិតពីខ្នងនេះមានផ្នែកខាងមុខធ្វើពីបេតុងតែដោយឆ្លងកាត់នៅសង្គ្រាមផ្នែកខាងមុខនេះរងការខូចខាតអស់ជាច្រើនផ្នែកខាងក្រោយធ្វើឡើងដោយឈើតែនៅមានសភាពរឹងមាំនៅឡើយផ្ទះនេះត្រូវបានសង់ឡើងដោយរួមបញ្ចូលនៅលក្ខណៈស្ថាបត្យកម្ម3សាសរួមបញ្ចូលគ្នាពោលគឺបារាំងចិននិងខ្មែរដោយយើងសង្កេតឃើញនៅផ្នែកខាងមុខខុសប្លែកពីផ្ទះប៉ិតធម្មតាដូចជាផ្នែកខាងលើនៃស៊ុមបង្អួចនិងទ្វារមានរចនានៅផ្កាក្នុងថូមួយបង្កាន់ដៃនិងជើងទៀនផ្នែកខាងលើពិសេសជណ្ដើរទាំងសងខាងមានរាងកោងដែលនេះសុទ្ធសឹងជាលក្ខណៈស្ថាបត្យកម្មបែបបស្ចិមប្រទេសពុំឃើញមានក្នុងសំណង់ខ្មែរយើងឡើយបន្ថែមពីនេះនៅលើមាត់ទ្វារយើងសង្កេតឃើញមានផ្ទាំងបាយអសរសេរអក្សរចិនបុរាណដែលជាអក្សរនាំសំណាងអានថាមីងថងម៉ាដែលពាក្យមីងមានន័យថាភ្លឺស្វាងរុងរឿងឆ្លាតវៃពាក្យថងមានន័យថារួបរวมសាមគ្គីនិងពាក្យម៉ាជានាមត្រកូលតាមទម្លាប់សំណង់និងអក្សរសិល្ប៍បុរាណចិនការសរសេរស្លាកនៅលើទ្វារឬក្លោងទ្វារអគារចាស់ៗគេតែងតែអានពីស្ដាំទៅឆ្វេងដូច្នេះប្រសិនបើអានតាមរបៀបបុរាណពីស្ដាំទៅឆ្វេងគឺអានថាម៉ាថងមីងឯតួអក្សរនៅផ្នែកខាងឆ្វេងបានរងការខូចខាតខ្លាំងធ្វើឲ្យបាត់តួអក្សរមួយចំនួនដែលយើងអាចកំណត់ន័យពាក្យដែលនៅសល់ផ្នែកខាងឆ្វេងនេះបានដូចជាពាក្យសៅមានន័យថាបន្តវេនស្នងមរតកសៀមានន័យថាសហការជ្រោមជ្រែងព្រមព្រៀងគ្នាជីនមានន័យថាស្រស់ស្អាតរុងរឿងពាក្យប៉ាងមានន័យថាប្រទេសទឹកដីនិងតួអក្សរចុងក្រោយគឺស៊ីងមានន័យថាស្ទុះឡើងស្ដារឡើងវិញឬចម្រើនរុងរឿងចំពោះពីរតួអក្សរដែលបានបាត់គឺតួអក្សរទី5និងទី6បើតាមការវិភាគនិងដោយផ្អែកតាមច្បាប់នៃការតែងកំណាព្យរបស់ចិនដែលហៅថាដេលៀនជាច្បាប់ដែលបន្ទាត់កំណាព្យមួយគូមានប្រវែងនិងចំនួនតួអក្សរស្មើគ្នាមានថ្នាក់ពាក្យដូចគ្នានិងសំឡេងផ្ទុយគ្នាតាមរយៈច្បាប់នេះ
និងដែលផ្អែកទៅលើតួអក្សរដែលមាននៅផ្នែកខាងស្ដាំនៃទ្វារផងនោះនាំឲ្យយើងអាចសន្មតបានថាអក្សរដែលបានបាត់ពីតួនោះគឺឈុងមានន័យថាឡើងវិញឬម្ដងទៀតនិងពាក្យជៀនមានន័យថាកសាងឬបង្កើតដូចនេះឃ្លាពេញគឺសៅសៀជីនប៉ាងឈុងជៀនស៊ីងដែលមានន័យថាបន្តវេននិងចូលរួមកសាងប្រទេសជាតិឲ្យរីកចម្រើនឲ្យមានភាពរុងរឿងក្រឡេកមកមើលតួអក្សរនៅផ្នែកខាងស្ដាំវិញម្ដងមិនខុសពីផ្នែកខាងឆ្វេងដោយរងការខូចខាតធ្វើឲ្យបាត់តួអក្សរចំនួន3ហើយ4តួអក្សរដែលនៅមានគឺតុងមឹងហានស៊ូមានន័យថាសម្ព័ន្ធភាពជនជាតិហានឬការរួបរวมគ្នានៃជនជាតិហានចំណែកឯ3តួអក្សរដែលបានបាត់តាមការវិភាគតាមតួអក្សរដែលមានយើងអាចកំណត់បានថា3តួអក្សរដែលបានបាត់នៅផ្នែកខាងស្ដាំនេះគឺក្វាងហ្វូហួរដែលមានន័យថាស្រោចស្រង់ជាតិមាតុភូមិដូចនេះឃ្លាពេញនៅផ្នែកខាងស្ដាំនេះគឺតុងមឹងហានស៊ូក្វាងហ្វូហួរដែលមានន័យជារួមថាចងសម្ព័ន្ធភាពជាតិសាហានដើម្បីស្រោចស្រង់នៅភាពរុងរឿងឡើងវិញបើយើងយកឃ្លាទាំងពីរនេះមកបុកបញ្ចូលគ្នានោះយើងនឹងបានប្រយោគមួយដែលមានន័យពេញលេញថាការចងសម្ព័ន្ធភាពជនជាតិហានដើម្បីស្រោចស្រង់នៅភាពរុងរឿងឡើងវិញនិងបន្តវេនរួមគ្នាកសាងប្រទេសជាតិឲ្យរីកចម្រើនឲ្យមានភាពរុងរឿងសូមរំលឹកផងដែរថានៅចុងសតវត្សទី19និងដើមសតវត្សទី20ប្រទេសចិនត្រូវបានគ្រប់គ្រងដោយរាជវង្សឈិងដែលជាជនជាតិភាគតិចម៉ាន់ជូប្រជាជនចិនដែលភាគច្រើនជាជនជាតិហានមានការមិនពេញចិត្តចំពោះភាពទន់ខ្សោយនៃរាជវង្សនេះដែលបណ្ដាលឲ្យបរទេសចូលមកឈ្លានពានលុះក្រោយមកចលនាបដិវត្តន៍ផ្ដួលរំលំរាជវង្សឈិងរបស់លោកស៊ុនយ៉ាតសេនបានបង្កើតនៅឆ្នាំ1905ដោយមានស្លាកនយោបាយសំខាន់មួយគឺបណ្ដេញជនជាតិម៉ាន់ជូលើកស្ទួយឡើងវិញនៅជនជាតិហានបន្ទាប់ពីបានស្វែងយល់ន័យរបស់តួអក្សរនីមួយៗរួចមកជាបន្ទាប់យើងមកស្វែងយល់ពីគ្រឿងបង្គុំដំបូលផ្ទះនេះវិញម្ដងដំបូលផ្ទះនេះជាដំបូលប៉ិត2ខ្នងហើយនៅផ្នែកខាងក្រោយមានដំបូល2ទៀតដែលជាដំបូលប៉ិតទាំងពីរដំបូលផ្ទះប៉ិតនេះមានមុំជម្រាល31ដឺក្រេដែលប្រក់ទៅដោយក្បឿងស្រកាលេញហើយនៅផ្នែកខាងលើនៃដំបូលប៉ិតមានកំពូលមិត្ត2ដែរដំបូលប៉ិតតូច2នៅផ្នែកខាងក្រោយវិញមានជម្រាលមុំ21ដឺក្រេចំណែកនៅផ្នែកខាងមុខវិញគេធ្វើជាតេរ៉ាព្រមទាំងមានរៀបបង្កាន់ដៃព័ទ្ធជុំវិញដោយមានចោះប្រឡោះមួយសម្រាប់ឡើងទៅសម្អាតនៅផ្នែកខាងលើហើយមានតូទឹកសម្រាប់បង្ហូរទឹកចុះមកក្រោមផងដែរចំពោះគ្រឿងបង្គុំផ្ទះនេះវិញមានគ្រឿងបង្គុំជាផ្ទងរាយដោយមានផ្ទងផ្លានបង្កង់និងដៃរណែងចំពោះតួនាទីរបស់គ្រឿងបង្គុំនីមួយៗមាននីតិខុសគ្នាដែលដៃរណែងមាននីតិសម្រាប់ទ្រក្បឿងបង្កង់មាននីតិសម្រាប់ទ្រដៃរណែងផ្លានមាននីតិសម្រាប់ទ្របង្កង់ចំណែកឯផ្ទងមាននីតិសម្រាប់ទ្រផ្លានចំពោះព្រំមាននីតិការពារកន្លែងណាត់ជប់គ្នានៃក្បឿងត្រង់ចុងចែងនិងកំពូលដំបូលដើម្បីកុំឲ្យទឹកហូរជ្រាបចូលមកក្នុងផ្ទះនិងដើម្បីលម្អផងរីឯកន្ទុយមាន់មាននីតិសម្រាប់តាំងលម្អនៅខាងចុងនៃព្រំឥឡូវនេះយើងមកនិយាយពីការប្រើប្រាស់បង្អួចនៅក្នុងផ្ទះនេះវិញម្ដងដែលនៅក្នុងផ្ទះបុរាណនេះយើងសង្កេតឃើញមានការប្រើប្រាស់បង្អួចជាច្រើនប្រភេទផ្សេងគ្នាតែភាគច្រើនគេប្រើប្រាស់ជាបង្អួចស្លាបព្រិលបង្អួចស្លាបព្រិលជាបង្អួចមួយប្រភេទដែលគេតែងតែនិយមប្រើប្រាស់ក្នុងផ្ទះខ្មែរនិងសំណង់ផ្សេងមួយចំនួនទៀតមកដល់សប្តាហ៍ថ្ងៃក៏នៅមានកន្លែងខ្លះប្រើប្រាស់បង្អួចប្រភេទនេះផងដែរគ្រាន់តែមានការរចនាឲ្យមានសោភ័ណភាពជាងមុនតែប៉ុណ្ណោះគ្រឿងបង្គុំនៅជាន់ទី1មានរត់ទទឹងស្ថិតនៅក្រោមគេបង្អស់ហើយត្រូវបានគេសោកតាមប្រហោងសសរដែលបានដាប់រួចដំស្នៀតដើម្បីរឹតបន្តឹងឲ្យណែននៅផ្នែកខាងលើរត់ទទឹងគឺរត់បណ្ដោយហើយតួនាទីរបស់រត់ទាំងពីរគឺទ្រទម្ងន់ដែលនៅលើរនាបរនូតដើរតាមខ្សែអាក់មួយ
ដែលស្របនឹងរត់ទៅតឹងវាមាននីតិពង្រឹងរលាបកុំឲ្យទន់ចំពោះក្តារជញ្ជាំងផ្ទះនេះគេមិនប្រើនីវទេគឺគេយកក្តារមកដាក់ទន្ទឹមគ្នារួចវាយដាច់គោលតែម្ដងដើម្បីឲ្យមានចរន្តខ្យល់ចេញចូលបន្ថែមទៀតចាស់បុរាណលោកបានប្រើប្រាស់សំណាញ់ដែលធ្វើអំពីឈើដំឆ្លាស់គ្នាទៅមករាងជាបញ្ឆិតរួចដំឡើងនៅលើជញ្ជាំងឈើដើម្បីឲ្យមានខ្យល់ចេញចូលនៅក្នុងផ្ទះកាន់តែប្រសើរឡើងផ្ទះនេះមានជណ្ដើរ3គឺខាងមុខ2និងខាងក្រោយ1ជណ្ដើរខាងមុខទាំងពីរធ្វើដំណើរគ្នានឹងផ្ទះចំណែកជណ្ដើរខាងក្រោយពីមុនជាជណ្ដើរឈើតែដោយវាបានពុកផុយអស់គេបានបដូរវាជាជណ្ដើរថ្មវិញដោយផ្ទះនេះជាប្រភេទផ្ទះបុរាណវាតែងរងការខូចខាតជាអន្លើហើយការខូចខាតនោះទៀតសោតតាមបែបវិទ្យាសាស្ត្រគេបែងចែកជា4គឺការខូចខាតដោយមេកានិកការខូចខាតដោយគីមីការខូចខាតដោយលំញ័រនិងការខូចខាតដោយភីវៈរស់ចំពោះការខូចខាតដោយមេកានិកយើងសង្កេតឃើញមានការបាក់បែកដែលកើតឡើងដោយសារសង្គ្រាមនិងម្យ៉ាងដោយខ្វះការថែទាំព្រមទាំងជំរាបទឹកដែលធ្វើឲ្យមានការកកអំបិលទើបបង្កឲ្យមានកម្លាំងរុញច្រានពីខាងក្នុងធ្វើឲ្យបេតុងប្រេះបែកឯការខូចខាតដោយគីមីវិញគឺមានកន្លែងខ្លះវាបានពុកផុយដូចជាក្តាររនាបនិងឈើនៅផ្នែកខាងក្រោមដែលមានសភាពប្រៃពណ៌ដោយសាររយៈពេលច្រើនឆ្នាំហើយរងនៅសំណឹកខ្យល់ភ្លៀងដែលធ្វើឲ្យមានសភាពពុកពីផ្នែកខាងក្រៅការខូចខាតដោយគីមីទៅលើផ្ទះបុរាណនេះកើតឡើងដោយសារធាតុនៅក្នុងបរិស្ថានដូចជាសំណើមភ្លៀងអាស៊ីតបង្កឲ្យដំបូលនិងសម្ភារៈខូចជាតិអំបិលជាតិរ៉ែជ្រាបចូលសម្ភារៈបង្កឲ្យមានការប្រេះបាក់និងផ្សិតបង្កឲ្យឈើរលួយនិងបាត់បង់ភាពរឹងមាំឯការខូចខាតដោយភីវៈរស់វិញគឺដោយសារមានភីវៈរស់តាំងទីលំនៅក្នុងសំណង់អគារទៅបណ្ដាលឲ្យកន្លែងខ្លះខូចនៅសោភ័ណភាពដោយកន្លែងខ្លះមានការពុកផុយដោយភីវៈរស់ទាំងនោះចំពោះការខូចខាតដោយលំញ័រសង្កេតឃើញមាននៅលើយ៉រនិងជញ្ជាំងខាងមុខផ្ទះមានស្នាមប្រេះដោយសាររយៈពេលយូរដែលទទួលលំញ័រពីយានយន្តឬការសាងសង់ចិត្តខាងបង្កឲ្យសសរនិងជញ្ជាំងប្រេះលំញ័របន្តបន្ទាប់បង្កឲ្យឈើខ្សោយនិងបាត់បង់ភាពរឹងមាំជាបន្ទាប់ទៅនេះសូមអញ្ជើញប្រិយមិត្តរីករាយក្នុងការទស្សនានៅកិច្ចការដែលក្រុមរបស់យើងខ្ញុំបានធ្វើដូចតទៅនេះ
មនុស្សនៅតំបន់ផ្សេងគ្នាមានវប្បធម៌ផ្សេងគ្នារួមមានបង្កើតស្ថាបត្យកម្មដែលមានអត្តសញ្ញាណខុសគ្នាលុះស្ថាបត្យកម្មដែលមានអត្តសញ្ញាណពីរផ្សេងគ្នារួមបញ្ចូលគ្នាវាបង្កើតឲ្យមានអត្តសញ្ញាណថ្មីមួយប្លែកដែលផ្ដល់ទាំងសោភ័ណនិងភាពងាយស្រួលក្នុងការរស់នៅដល់ម្ចាស់ផ្ទះ